ជប់ជាមួយនាងខ្ញុំខ្លារ៉ាម្ដងទៀតនៅថ្ងៃនេះជាមួយសៀវភៅមួយក្បាលដែលមានចំណងជើងថាខ្លាចជាមហាសេដ្ឋីរីឯចំណងជើងដើមជាភាសាអង់គ្លេសរបស់សៀវភៅមួយក្បាលនេះគឺ The Millionaire First Land ប្រសិនបើអ្នកដើរពីភ្នំពេញទៅដល់ខេត្តព្រះសីហនុអ្នកត្រូវការពេលវេលាប្រហែលជា2ថ្ងៃប្រសិនបើអ្នកជិះកង់អ្នកត្រូវការពេលប្រហែលជា1ថ្ងៃប្រសិនបើអ្នកជិះឡានអ្នកត្រូវការប្រើពេលប្រមាណជា3ទៅ4ម៉ោងប៉ុន្តែប្រសិនបើអ្នកជិះយន្តហោះអ្នកត្រូវការពេលតែ1ម៉ោងតែប៉ុណ្ណោះមុននឹងបកស្រាយបញ្ហានេះយើងសាកល្បងមកស្ដាប់រឿងនិទានមួយទៀតសិនចំពោះមនុស្ស2នាក់ម្នាក់ត្រូវការកាប់ឈើឲ្យបាន100ដើមអ្នកទី1ត្រូវការប្រើរណាដៃឯអ្នកទី2ត្រូវការប្រើរណាម៉ាស៊ីនតើអ្នកគិតថាអ្នកណាអាចកាប់ឈើបានហើយមុនតើអ្នកបានរៀនអ្វីខ្លះចេះពីរឿងខាងលើនេះអត្ថន័យទី1របស់រឿងខាងលើនេះយើងនឹងធ្វើការបកស្រាយជូននៅខាងក្រោមយើងចូលមកកាន់ប្រធានបទទី1ដែលសៀវភៅមួយក្បាលនេះលើកឡើងគឺការប្រើប្រាស់ពេលវេលាភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រវាស្ថិតនៅលើការប្រើប្រាស់ពេលវេលានិងការឲ្យតម្លៃទៅលើពេលវេលានេះឯងប្រសិនបើអ្នកមិនមានលុយសម្រាប់ទៅចងការប្រាក់មិនមានផ្ទះសម្រាប់ជួលយកថ្លៃឈ្នួលប្រចាំខែឬក៏មានប្រភពចំណូលផ្សេងទៀតដែលមិនតម្រូវឲ្យអ្នកទៅធ្វើការក៏អាចមានប្រាក់ចំណូលប្រចាំថ្ងៃដែរនោះប្រាក់ចំណូលដែលអ្នកនឹងទទួលបានវាស្មើទៅនឹងពេលវេលាអ្នកធ្វើការគុណទៅនឹងប្រាក់កម្រៃដែលអ្នកទទួលបាននៅក្នុង1ម៉ោងនៅក្នុងស្ថានភាពបែបនេះមានវិធី2ប្រភេទដែលអាចជួយបង្កើនប្រាក់ចំណូលបានទី1គឺការបង្កើនពេលវេលាធ្វើការទី2គឺការបង្កើនប្រាក់កម្រៃក្នុង1ម៉ោងអ្នកនិពន្ធគិតថាពេលវេលាគឺមានចំនួនកំណត់អ្នកមិនអាចបង្កើនពេលវេលាតាមដែលអ្នកចង់បាននោះទេម្យ៉ាងទៀតអ្នកបានលក់ពេលវេលាជាច្រើនឲ្យទៅកន្លែងធ្វើការរួចទៅហើយអ្នកគ្មានពេលវេលាច្រើនទៀតទេសម្រាប់យកមកលក់នៅក្នុងមួយសប្តាហ៍អ្នកមានពេលវេលាតែ1ថ្ងៃឬក៏2ថ្ងៃប៉ុណ្ណោះសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារតើអ្នកដាច់ចិត្តលក់វាទៀតដែរមែនទេមានមនុស្សមួយចំនួនអាចនឹងខំមាត់សង្កត់ចិត្តលក់ពេលវេលាចុងសប្តាហ៍របស់ខ្លួនដើម្បីប្រាក់កម្រៃបន្តិចបន្តួចប៉ុន្តែអ្នកនិពន្ធមិនធ្វើការឯកភាពដើម្បីឲ្យអ្នកធ្វើបែបនេះឡើយព្រោះគាត់គិតថាការដែលធ្វើបែបនេះគឺមិនចំណេញនោះទេភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រវាស្ថិតត្រង់ការប្រើប្រាស់ពេលវេលានិងការឲ្យតម្លៃទៅលើពេលវេលាជាពិសេសការប្រើពេលវេលាទំនេរនេះឯងអ្នកមានបានប្រើប្រាស់ពេលវេលាគឺជាខ្នោះគាស់ទ្រព្យសម្បត្តិការធ្វើការ24ម៉ោងក្នុងមួយថ្ងៃមិនអាចជួយឲ្យអ្នកឈានទៅដល់សេរីភាពហិរញ្ញវត្ថុបាននោះទេប្រសិនបើការធ្វើការងារច្រើនម៉ោងអាចជួយឲ្យអ្នកក្លាយទៅជាសេដ្ឋីមែននោះកម្មកររោងចក្របានក្លាយទៅជាសេដ្ឋីយូរណាស់មកហើយព្រោះពួកគេបានចំណាយពេលជាង10ម៉ោងក្នុងមួយថ្ងៃដើម្បីលុយបន្ថែមម៉ោងបន្តិចបន្តួចកម្មកររោងចក្រធ្វើការងារពេញមួយខែមិនអាចរកកម្រៃឬក៏ប្រាក់ចំណូលបានស្មើទៅនឹងអ្នកបើកយន្តហោះធ្វើការងារ1ម៉ោងនោះឡើយស្ដាប់មើលទៅវាគួរឲ្យអានិច្ចាណាស់ប៉ុន្តែវាជាការពិតប្រាក់ចំណូលរបស់អ្នកវាអាស្រ័យទៅនឹងសមត្ថភាពនិងជំនាញដែលអ្នកមានអ្នកគួរតែយកពេលវេលាមកបង្កើនសមត្ថភាពរបស់អ្នកវាល្អជាជាងអ្នកអាចប្រើពេលទំនេរមកធ្វើការអានសៀវភៅឬក៏ស្ដាប់សៀវភៅដែលមាននៅលើវារីតក្រេបយកចំណេះដឹងដើម្បីទៅបង្កើនសមត្ថភាពការងារប្រើប្រាស់បណ្ដាញព័ត៌មាននិងបណ្ដាញសង្គមក្នុងការតាមដានព័ត៌មានដែលមានប្រយោជន៍ស្វែងយល់ពីទីផ្សាររក្សានិងបង្កើនទំនាក់ទំនងជាមួយនឹងពិភពខាងក្រៅជាដើមអ្នកអាចជ្រើសរើសថាអ្នកចង់បង្កើនសមត្ថភាពផ្នែកណាចង់អភិវឌ្ឍអ្វីដែលអ្នកមានដូចម្ដេចអ្នកអាចលំហែកាយដើម្បីសម្រាកយកថាមពលក៏បានដែរគ្រាន់តែអ្នកត្រូវតែច្បាស់ក្នុងចិត្តដែរថាតើអ្នកចង់បានអ្វីដែលសំខាន់បំផុតសម្រាប់អ្នកនៅពេលនេះនិងនៅពេលអនាគតការចំណាយថវិកាគឺជាការចំណាយពេលវេលាអ្នកត្រូវចាំថាប្រសិនបើអ្នកទិញកាំ Bluetooth មួយគ្រឿងដែលមានតម្លៃរាប់រយដុល្លារមានន័យថាអ្នកកំពុងតែចំណាយពេលវេលាយ៉ាងតិចក៏មួយខែដែរដើម្បីបានរបស់នោះយកមកប្រើប្រាស់សូមទទួលស្គាល់ថាវាបានធ្វើឲ្យអ្នកលយវាធ្វើឲ្យអ្នកសង្ហាធ្វើឲ្យអ្នកមានអារម្មណ៍ថាមានក្តីសុខប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់វាមួយខែពីរខែហើយអ្នកនៅតែស្រឡាញ់វាដូចដើមដែរទេតើវាស័ក្តិសមឲ្យអ្នកស៊ីអត់ស៊ីឃ្លានពេញមួយខែដែរឬទេសូមកុំមានការយល់ច្រឡំអីនៅទីនេះមិនមែនជាការជ្រៀតជ្រែកទៅនឹងការសម្រេចចិត្តរបស់អ្នកឡើយគ្រាន់តែចង់ឲ្យអ្នកសម្រេចចិត្តឲ្យបានច្បាស់ជាមុនសិនមុននឹងធ្វើការសម្រេចចិត្តជ្រើសរើសតើអ្នកចង់បានវាឬក៏ដោយសារវាមានភាពចាំបាច់សម្រាប់អ្នក
តើវាគឺជាតម្រូវការឬក៏វាជាចំណង់តើវាចំណេញដែរឬទេតើវាស័ក្តិសមឲ្យអ្នកចំណាយទៅលើវាដែរឬទេការជ្រើសរើសនិងការសម្រេចចិត្តគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់មុននឹងធ្វើការសម្រេចចិត្តអ្វីមួយអ្នកត្រូវដាក់ពិន្ទុឲ្យជម្រើសនីមួយៗជាមុនសិនអ្នកត្រូវពិចារណាទាំងតម្លៃជាក់ស្ដែងនិងតម្លៃនៃពេលវេលាដែលអ្នកបានចំណាយហើយត្រូវសួរខ្លួនឯងថាតើអ្នកត្រូវការអ្វីហើយអ្វីដែលសំខាន់បំផុតសម្រាប់អ្នកយើងត្រឡប់មកបកស្រាយពីការធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុវិញការជិះឡានត្រូវចំណាយពេល4ម៉ោងប៉ុន្តែអ្នកចំណាយប្រាក់ត្រឹមតែ$8ប៉ុណ្ណោះបើអ្នកជិះយន្តហោះអ្នកអាចចំណាយពេល3ម៉ោងប៉ុន្តែខ្ទង់ចំណាយរបស់អ្នកកើនឡើងរហូតដល់ទៅ$50នៅពេលនេះអ្នកសួរខ្លួនឯងវិញថាអ្នកពេលនេះត្រូវការអ្វីតើពេលវេលាដែលនៅសេសសល់អាចធ្វើអ្វីបានតើអ្នកចង់ចំណេញពេលវេលាឬក៏ចង់ចំណេញថវិកាប្រសិនបើអ្នកធ្វើដំណើរទៅខេត្តព្រះសីហនុដើម្បីធ្វើដំណើរកម្សាន្តអ្នកអាចជ្រើសរើសការធ្វើដំណើរតាមរថយន្តព្រោះអ្នកអាចមានពេលវេលាគ្រប់គ្រាន់នៅលើរថយន្តអ្នកអាចបង្កើតជាកម្មវិធីកម្សាន្តផ្សេងៗប្រសិនបើអ្នកទៅទីនោះដើម្បីធ្វើការពិភាក្សាជាមួយនឹងអតិថិជនហើយពេលនេះអ្នកកំពុងតែមានភាពមមាញឹកខ្លាំងក្នុង1ម៉ោងអ្នកអាចរកប្រាក់ចំណូលបានរាប់រយ$ឬក៏អ្នកត្រូវប្រញាប់មកវិញដើម្បីបំពេញភារកិច្ចដែលនៅសេសសល់នោះការជិះយន្តហោះគឺជាជម្រើសដ៏ល្អបំផុតនៅលើโลกនេះគ្មានជម្រើសណាដែលល្អបំផុតនោះឡើយមានតែជម្រើសដែលស័ក្តិសមជាមួយនឹងអ្នកបំផុតតែប៉ុណ្ណោះចំពោះការទិញទំនិញឬក៏ការទិញអីវ៉ាន់ក៏ដូចគ្នាដែរនៅផ្សារធំទំនិញមានតម្លៃរៀងធូរថ្លៃបន្តិចប៉ុន្តែផ្សារនៅឆ្ងាយហើយអ្នកក៏ត្រូវចំណាយពេលវេលាដូចគ្នាអ្នកត្រូវបូកបញ្ចូលតម្លៃនៃពេលវេលាទៅក្នុងតម្លៃទំនិញនោះប្រសិនបើអ្នកអាចរកបាន$10នៅក្នុង1ម៉ោងអ្នកត្រូវយក$10ក្នុង1ម៉ោងទៅគុណនឹងរយៈពេលដែលអ្នកធ្វើដំណើររួចទៅបូកនឹងតម្លៃទំនិញទើបក្លាយជាតម្លៃពិតប្រាកដនៃទំនិញមួយនោះប្រសិនបើអ្នករកបាន1ម៉ោង$10អ្នកមិនគួរចំណាយពេលវេលាធ្វើការងារណាដែលមានតម្លៃតិចជាង$10ក្នុង1ម៉ោងនោះឡើយម្យ៉ាងវិញទៀតមុនពេលដែលអ្នកធ្វើការសម្រេចចិត្តអ្នកត្រូវគិតពីលទ្ធផលដែលអាក្រក់បំផុតដែលអាចនឹងកើតមានឡើងតើវាមានប៉ុន្មានភាគរយដែលហេតុការណ៍អាក្រក់ទាំងនោះអាចកើតឡើងតើអ្នកមានលទ្ធភាពក្នុងការរ៉ាប់រងនៅលទ្ធផលអាក្រក់ទាំងនោះដែរឬទេប្រសិនបើមានហានិភ័យខ្លាំងហើយអ្នកក៏គ្មានលទ្ធភាពក្នុងការរ៉ាប់រងលទ្ធផលអាក្រក់ទាំងនោះដែលកើតឡើងសូមកុំប្រថុយប្រថានទៅនឹងគ្រោះថ្នាក់បែបនេះអីប្រសិនបើពិតជាមានបញ្ហាកើតឡើងមែនអ្នកក៏មិនសូវជាស្ដាយក្រោយប៉ុន្មានដែរព្រោះថាអ្នកបានគិតគូរល្អិតល្អន់រួចទៅហើយមុនពេលសម្រេចចិត្តធ្វើបែបនេះវិធីទី2ដែលអ្នកអាចបង្កើនប្រាក់ចំណូលបានគឺការបង្កើនប្រាក់កម្រៃនៅក្នុង1ម៉ោងដើម្បីអាចបង្កើនប្រាក់កម្រៃក្នុង1ម៉ោងបានលុះត្រាតែសមត្ថភាពរបស់អ្នកក៏មានការកើនឡើងដែរនិយាយដល់ពាក្យថាសមត្ថភាពនេះវាមានន័យទូលំទូលាយបន្តិចហេតុនេះហើយយើងសូមធ្វើការនិយាយតែពីសមត្ថភាពដែលអាចបង្កើតប្រាក់ចំណូលបានតែប៉ុណ្ណោះតើអ្នកធ្លាប់គិតទេថាការបង្កើនសមត្ថភាពបែបណាទើបអាចរកប្រាក់ចំណូលបានបន្ថែមវាគឺជាសមត្ថភាពទាំងឡាយណាដែលអាចបំពេញតម្រូវការរបស់អ្នកដទៃឬក៏អាចធ្វើការដោះស្រាយបញ្ហារបស់អ្នកដទៃបានមនុស្សទាំងអស់សុទ្ធតែចង់ស្អាតជាងធ្វើសក់អាចជួយឲ្យមនុស្សម្នាក់ស្អាតជាងមុនបានតាមរយៈការធ្វើសក់ផាត់មុខការចង់ស្អាតនេះគឺជាតម្រូវការមួយប្រភេទប្រសិនបើម៉ូតូរបស់អ្នកបែកកង់ជាងម៉ូតូអាចដោះស្រាយបញ្ហាបែកកង់របស់អ្នកបានអញ្ចឹងគេអាចរកប្រាក់បានដោយសារតែការដោះស្រាយបញ្ហាម៉ូតូខូចតើអ្នកអាចបំពេញតម្រូវការឬក៏ដោះស្រាយបញ្ហាផ្នែកណាបានដើម្បីឲ្យអ្នកដទៃទទួលស្គាល់អ្នកត្រូវដឹងពីតម្រូវការរបស់អ្នកដទៃជាមុនសិនបន្ទាប់មកត្រូវបំពេញតម្រូវការផ្នែកនោះអ្នកត្រូវរកចំណុចពិសេសឬក៏ចំណុចលក់ឬក៏ហៅថា selling point ឲ្យខ្លួនឯងដែលចំណុចពិសេសនោះអាចផ្ដល់ជាអត្ថប្រយោជន៍ដល់អតិថិជនហើយត្រូវលើកយកចំណុចទាំងនោះឲ្យចំជាក់លាក់និងងាយយល់ឧទាហរណ៍ថាអ្នកទៅសម្ភាសការងារនៅក្នុងក្រុមហ៊ុនមួយនៅពេលដែលគេឲ្យអ្នកណែនាំខ្លួនមានមនុស្សជាច្រើនតែងតែប្រព្រឹត្តកំហុសមួយឧទាហរណ៍ថាខ្ញុំឈ្មោះសំណាងខ្ញុំបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដ៏ល្បីមួយជាដើមពលគឺអ្នកទាំងអស់គ្នានិយាយតែពីព័ត៌មានជាច្រើនដែលមានសរសេររួចមកហើយនៅក្នុងប្រវត្តិរូបសង្ខេប
អ្វីដែលអ្នកត្រូវនិយាយនោះគឺបង្ហាញថាអ្នកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីកាន់មុខតំណែងមួយនេះអ្នកមានបទពិសោធន៍ដែលពាក់ព័ន្ធទៅនឹងការងារមួយនេះអ្នកអាចធ្វើការដោះស្រាយបញ្ហាវិបត្តិធនធានមនុស្សដែលគេកំពុងតែជួបប្រទះទោះបីជាអ្នកល្អយ៉ាងណាក៏ដោយប៉ុន្តែប្រសិនបើអ្នកមិនស័ក្តិសមទៅនឹងការងារមួយនោះទេគេក៏មិនជ្រើសរើសយកអ្នកដែរតើគួរធ្វើយ៉ាងដូចម្តេចទើបអាចដឹងថាគេមានតម្រូវការបែបណាអ្នកនិពន្ធគិតថាអ្នកអាចស្វែងរកព័ត៌មានទាំងនោះបានពីពាក្យសម្ដីអវិជ្ជមានដូចជាការរិះគន់ពាក្យបណ្ដឹងការរអ៊ូរទាំឬក៏ជាការមិនពេញចិត្តជាដើមជាធម្មតាគ្មាននរណាម្នាក់ចូលចិត្តស្ដាប់នៅពាក្យសម្ដីអវិជ្ជមានទាំងនោះឡើយប៉ុន្តែវាគឺជាឱកាសមួយប្រសិនបើអ្នកអាចធ្វើការកែប្រែចំណុចទាំងនោះបានវានឹងធ្វើឲ្យខ្លួនអ្នកឬក៏ផលិតផលរបស់អ្នកមានភាពលេចធ្លោជាងគូប្រកួតប្រជែងគេមានការមិនពេញចិត្តអាចមានន័យថាអ្នកធ្វើមិនទាន់ល្អគ្រប់គ្រាន់គេត្រូវការឲ្យអ្នកធ្វើឲ្យល្អជាងនេះភាគច្រើនអ្នកមើលមកលើខ្លួនឯងមិនបានគ្រប់ជ្រុងជ្រោយដោយដែលអ្នកដទៃមើលមកកាន់អ្នកឡើយកម្រមានមនុស្សម្នាក់មកធ្វើការណែនាំអ្នកដោយផ្ទាល់ប្រាប់ពីចំណុចខ្វះខាតរបស់អ្នកឬក៏ប្រាប់ពីវិធីកែលម្អណាសម្ដីអវិជ្ជមានទាំងនេះគឺជាមតិត្រឡប់មួយប្រភេទប្រហែលជាអ្នកបានឮតែពីអតិថិជនម្នាក់ដែលបានលើកឡើងពីបញ្ហានេះតែប៉ុណ្ណោះប៉ុន្តែវាអាចនឹងមានអតិថិជនផ្សេងទៀតនិងច្រើនទៀតដែលបានជួបបញ្ហាដូចជាគាត់ដែរប៉ុន្តែគ្រាន់តែពួកគាត់មិនបានលើកឡើងតែប៉ុណ្ណោះនេះគឺជាសៀវភៅមួយដែលនិពន្ធឡើងដោយសេដ្ឋីនៅសហរដ្ឋអាមេរិកប៉ុន្តែសូម្បីតែលោក Jack Ma ដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងប្រទេសចិនក៏បានគាំទ្រនៅគំនិតយោបល់មួយនេះដែរលោក Jack Ma បានធ្វើការថ្លែងសន្ទរកថាមួយនៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងថាតើឱកាសនៅទីណាខ្ញុំប្រាប់ខ្លួនឯងហើយក៏ប្រាប់ទៅពួកយុវវ័យដែរថាឱកាសមាននៅកន្លែងដែលមានមនុស្សរអ៊ូរទាំឱកាសនិងការរអ៊ូរទាំបានកើតឡើងទន្ទឹមគ្នាជាពិសេសនៅប្រទេសចិនប្រសិនបើមាននរណាម្នាក់មិនពេញចិត្តទៅនឹងរឿងអ្វីមួយនោះឱកាសក៏នឹងបានកើតឡើងដូចគ្នាខ្ញុំសប្បាយចិត្តនៅពេលដែលមានឃើញមនុស្សរអ៊ូរទាំខ្ញុំនឹងដោះស្រាយបញ្ហានៃការមិនពេញចិត្តដោះស្រាយបញ្ហាដែលកំពុងតែកើតមានឡើងហើយវាធ្វើឲ្យខ្លួនខ្ញុំខុសប្លែកពីអ្នកដទៃចំពោះអ្នកវិញតើអ្នកធ្លាប់រអ៊ូរទាំទេថាអ្នកអត់មានអីជីពិបាករកអ្វីជីចង់ទៅណាក៏មិនបានមេឃភ្លៀងបែបនេះត្រជាក់ណាស់មិនសូវជាចង់ចេញទៅខាងក្រៅសោះប្រសិនបើមានគេដឹករបស់ញ៉ាំមកឲ្យដល់ទីកន្លែងមិនដឹងជាល្អប៉ុណ្ណាទេណោះការរអ៊ូរទាំទាំងនេះក្រុមហ៊ុន Pass Up ក្រុមហ៊ុន Grab ក៏ដូចជាក្រុមហ៊ុន Food Panda ជាដើមបានជួយអ្នកដោះស្រាយបញ្ហានេះរួចទៅហើយក្រុមហ៊ុនទាំងនេះក៏អាចរកចំណូលបានយ៉ាងច្រើនមកពីការដោះស្រាយបញ្ហាមិនពេញចិត្តរបស់អ្នកទៅលើសេវាកម្មទាំងនេះដូចគ្នានេះដែរមានមនុស្សជាច្រើនមិនសូវជាមានពេលវេលាក្នុងការអានសៀវភៅមានពេលខ្លះប្រឹងអានទៅហើយនៅតែអានមិនយល់ទៀតព្រោះសុទ្ធតែជាភាសាបរទេសឥឡូវនេះវីរិតបានឃើញពីឱកាសមួយនេះហើយក៏បានចូលខ្លួនមកដោះស្រាយបញ្ហានេះជូនអ្នកស្ដាប់ទាំងអស់គ្នាស្ដាប់សៀវភៅល្អៗ120ក្បាលក្នុងមួយឆ្នាំជាមួយនឹងវីរិតដើម្បីអាចដោះស្រាយបញ្ហានៃការមិនពេញចិត្តរបស់អ្នកដទៃឲ្យបានកាន់តែល្អនិងអាចយល់ពីអារម្មណ៍របស់ពួកគេបានកាន់តែច្បាស់អ្នកទាំងអស់គ្នាគួរតែស្ដាប់សៀវភៅសិល្បៈនៃការបន្ទន់ចិត្តដែលមាននៅលើវីរិតគួររំលឹកបន្តិចផងដែរថាពាក្យសម្ដីអវិជ្ជមាននេះមានច្រើនណាស់អ្នកត្រូវតែចេះបែងចែកពាក្យសម្ដីណាគឺជាឱកាសសម្ដីអវិជ្ជមានដែលអាចជាឱកាសកើតមានពីរប្រភេទគឺការរំពឹងទុកនិងភាពខ្វះខាតសម្ដីអវិជ្ជមានដែលអាចកើតចេញពីការរំពឹងទុកគឺជាសម្ដីទាំងឡាយណាដែលអតិថិជនឬក៏ថ្នាក់លើគិតថាអ្នកធ្វើមិនទាន់បានល្អដោយការរំពឹងទុករបស់ពួកគេមិនបានបំពេញតម្រូវការរបស់ពួកគេដោយអ្វីដែលគេបានគិតទុកជាមុនក្នុងករណីបែបនេះអ្នកត្រូវរកវិធីធ្វើឲ្យផលិតផលនិងសេវាកម្មបានកាន់តែប្រសើរឬក៏រកវិធីសាស្ត្រទម្លាក់នៅគោលដៅនៃការរំពឹងទុករបស់ពួកគេសម្ដីអវិជ្ជមានដែលកើតចេញមកពីភាពខ្វះខាតគឺជាពាក្យសម្ដីទាំងឡាយណាដែលបង្ហាញថាអតិថិជនឬក៏ថ្នាក់លើត្រូវការផលិតផលឬក៏សេវាកម្មណាមួយដែលអ្នកមិនទាន់មាននៅពេលនេះឬក៏មិនទាន់បានផ្ដល់ទៅកាន់ពួកគេសម្ដីទាំងនេះគឺជាអណ្ដូងរ៉ែមាសដែលអាចប្រាប់អ្នកបានយ៉ាងច្បាស់ថាពួកគេត្រូវការអ្វីអ្នកគួរតែផ្ដល់ឲ្យពួកគេតាមវិធីណានិងតាមរបៀបណាពួកគេបានជួយអ្នកគិតពីទិសដៅដែលអ្នកត្រូវតែឆ្ពោះទៅនិងចំណុចដែលគួរតែអភិវឌ្ឍវាដូចគ្នាទៅនឹងការធ្វើសង្គ្រាមយ៉ាងអញ្ចឹងដែរដឹងពីខ្លួនឯងច្បាស់ដឹងពីសត្រូវច្បាស់ច្បាំងទាំង100ដងឈ្នះទាំង100ដងបើអ្នកដឹងពីខ្លួនឯងច្បាស់
ដឹងពីតម្រូវការរបស់អតិថិជននិងថ្នាក់លើច្បាស់រឿងអីដែលអ្នករកមុនអាគមដាក់ឲ្យពួកគេជាប់ចិត្តលើអ្នកមិនបាននោះអ្នកនិពន្ធក៏នៅបានលើកឡើងទៀតដែរថាអ្នកមិនគួរបន្ទាបបន្ថោខ្លួនឯងឡើយចំពោះអ្នកប្រកបអាជីវកម្មអ្នកមិនគួរផ្ដួលដៃគូប្រកួតប្រជែងដោយការទម្លាក់តម្លៃផលិតផលតែមួយមុខនោះឡើយចំពោះអ្នកដែលចង់លក់សមត្ថភាពឬធ្វើទីផ្សារឲ្យខ្លួនឯងអ្នកមិនគួរទម្លាក់តម្លៃរបស់ខ្លួនឬក៏បន្ទាបតម្រូវការរបស់ខ្លួននោះឡើយតម្លៃលុយបង្ហាញពីតម្លៃផលិតផលទោះបីជាផលិតផលដែលមានគុណភាពខ្ពស់ប៉ុន្តែបើអ្នកដាក់តម្លៃវាទាបពេកអតិថិជនបែរជាគិតថាផលិតផលរបស់អ្នកគឺជាវត្ថុដែលមានតម្លៃថោកនិងមានគុណភាពអន់ឬក៏គិតថាអ្នកគឺជាមនុស្សដែលគ្មានសមត្ថភាពប្រសិនបើអ្នកចេះតុបតែងខ្លួនឬធ្វើការវេចខ្ចប់ឲ្យបានល្អហើយដាក់តម្លៃក្នុងតម្លៃមួយសមរម្យវាអាចជួយជំរុញឲ្យផលិតផលរបស់អ្នកក្លាយទៅជា brand មួយការធ្វើឲ្យផលិតផលមួយក្លាយទៅជារបស់ brand មានការបកស្រាយយ៉ាងលម្អិតនៅក្នុងសៀវភៅអបាយកលដែលមាននៅលើវារៀបរួចមកហើយចំណុចសំខាន់ចុងក្រោយដែលអ្នកនិពន្ធចង់ឲ្យអ្នកទាំងអស់គ្នាដឹងគឺការកំណត់ទិសដៅនិងគោលដៅនៅក្នុងដំណាក់កាលដំបូងជាអ្នកកំណត់ថាកិច្ចការរបស់អ្នកដែលអ្នកបានធ្វើនឹងជោគជ័យឬក៏បរាជ័យដំណើរឬក៏វិធីឆ្ពោះទៅកាន់សេរីភាពហិរញ្ញវត្ថុប្រៀបបានទៅនឹងការសង់ប្រាសាទពីរ៉ាមីតមានការងារជាច្រើនដែលត្រូវបំពេញនៅពេលមិនទាន់សាងសង់និងនៅក្នុងពេលដែលកំពុងសាងសង់បាតប្រាសាទពីខាងក្រៅក្រោយមកការងារទាំងនោះនឹងកាន់តែតិចទៅបន្តិចម្ដងនៅពេលដែលវាទៅជិតដល់កំពូលចំពោះបុគ្គលដែលឆ្លាតវៃគេត្រូវចំណាយពេលវេលាស្រាវជ្រាវពីវត្ថុធាតុដើមមជ្ឈដ្ឋាននៅជុំវិញរចនាពីរ៉ាមីតជ្រើសរើសសម្ភារៈនិងរៀបចំគម្រោងឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយជាមុនពេលចាប់ផ្ដើមសាងសង់វាអាចជួយឲ្យការសាងសង់បានលឿនជាងនិងល្អជាងការដែលអ្នកដើរបណ្ដើរគិតបណ្ដើរសង់បណ្ដើរគិតបណ្ដើរមានឥដ្ឋមួយដុំទើបរៀបមួយដុំតាមក្រោយទៀតចំពោះវិធីឆ្ពោះទៅកាន់សេរីភាពហិរញ្ញវត្ថុវិញក៏ដូចគ្នាដែរអ្នកត្រូវរកចំណុចចាប់ផ្ដើមក្នុងការវិនិយោគវិភាគពីស្ថានភាពទាំងមូលនៅក្នុងដំណាក់កាលដំបូងរៀបចំផែនការទាំងមូលឲ្យបានរួចជាស្រេចមិនមែនជាការខិតខំប្រឹងប្រែងទាំងកម្លាំងកាយកម្លាំងចិត្តដើម្បីសម្រេចបានគោលដៅដោយគ្មានផែនការច្បាស់លាស់នោះទេនៅក្នុងដំណាក់កាលដំបូងជំរើសនឹងការសម្រេចចិត្តវិនិយោគរបស់អ្នកទើបជាដំណាក់កាលសំខាន់បំផុតវាប្រៀបបានទៅនឹងនាវាបើកនៅលើមហាសាគរដែលពឹងតែលើត្រីវិស័យប្រសិនបើវាលៀងតែ1ដឺក្រេនៅពេលដែលចាប់ផ្ដើមចេញដំណើរដំបូងអ្នកមិនអាចដឹងថានាវារបស់អ្នកនឹងរសាត់អណ្ដែតទៅដល់ទីណានោះឡើយក៏ប៉ុន្តែបើសិនជាពេលខិតទៅជិតដល់គោលដៅលៀងខ្លាំងជាងនេះក៏មិនមានបញ្ហាដែរព្រោះអ្នកបានមើលឃើញពីគោលដៅរួចទៅហើយក៏មិនអាចធ្វើឲ្យនាវារបស់អ្នកឃ្លាតឆ្ងាយពីគោលដៅដែរនៅក្នុងដំណាក់កាលដំបូងអ្នកត្រូវយកចិត្តទុកដាក់ទៅលើទស្សនវិស័យនិងចក្ខុវិស័យអ្នកនិពន្ធបានលើកឡើងថាមិនថាអ្នកចង់កែប្រែខ្លួនឯងឬក៏ចង់សម្រេចកិច្ចការងារណាមួយនោះឡើយជំហានដំបូងដែលអ្នកត្រូវធ្វើគឺត្រូវធ្វើការកែប្រែការគិតការយល់និងវិធីដែលអ្នកពិចារណាទៅលើហេតុការណ៍មួយពលគឺធ្វើការផ្លាស់ប្ដូរនៅទម្លាប់នៃការគិតឬក៏ហៅថា thinking set កុំគិតបែបងាប់ក្រឡាត្រូវគិតថារឿងអ្វីក៏អាចកើតមានឡើងបានដែរអ្នកត្រូវរំលឹកខ្លួនឯងពីបញ្ហាហានិភ័យត្រូវរៀបចំខ្លួនត្រូវត្រៀមខ្លួនទៅនឹងការប្រកួតប្រជែងគិតឲ្យបានត្រឹមត្រូវសិនទើបធ្វើវាបានត្រឹមត្រូវអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយនៅក្នុងថ្ងៃនេះប៉ុន្តែមុននឹងបញ្ចប់យើងមកធ្វើការរំលឹកបន្តិចពីអ្វីដែលជាចំណុចសំខាន់ដែលយើងបានលើកឡើងនៅក្នុងសៀវភៅខ្លាចជាមហាសេដ្ឋីនៅក្នុងថ្ងៃនេះអ្នកនិពន្ធបានធ្វើការបែងចែកជីវិតមនុស្សជា3ប្រភេទគឺផ្លូវថ្មើរជើងផ្លូវធម្មតានិងផ្លូវល្បឿនលឿនឬក៏ហៅថាផ្លូវ highway ចំពោះអ្នកក្រកំពុងដើរនៅលើផ្លូវថ្មើរជើងមនុស្សធម្មតាដែលមានការងារសមរម្យមួយកំពុងដើរនៅលើផ្លូវធម្មតាហើយចំពោះមនុស្សធម្មតាដែលបានអានសៀវភៅនេះនិងយកគំនិតនៅក្នុងសៀវភៅមកអនុវត្តចេះស្វែងរកគំនិតត្រឹមត្រូវជួយពន្លឿនល្បឿននៃការធ្វើដំណើរឆ្ពោះទៅកាន់សេរីភាពហិរញ្ញវត្ថុគឺកំពុងតែស្ថិតនៅលើផ្លូវដែលមានល្បឿនលឿនអ្នកទាំងអស់គ្នាសុទ្ធតែអាចទៅដល់សេរីភាពហិរញ្ញវត្ថុបានដូចគ្នាគ្រាន់តែប្រើពេលវេលាខុសគ្នាតែប៉ុណ្ណោះភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រវាស្ថិតនៅត្រង់ការប្រើប្រាស់និងការឲ្យតម្លៃទៅលើពេលវេលានេះឯងជាពិសេសគឺសកម្មភាពនៅពេលទំនេរមានមនុស្សជាច្រើនបានដឹងពីតម្លៃរបស់ពេលវេលា
ប៉ុន្តែមានមនុស្សមិនច្រើនទេដែលដឹងពីវិធីប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពការចំណាយថវិកាក៏ជាការចំណាយពេលវេលាដែរព្រោះអ្នកបានយកពេលវេលាដើម្បីទៅធ្វើការដើម្បីបានថវិកានោះយកមកចំណាយអ្នកគួរធ្វើការសម្រេចចិត្តឲ្យបានច្បាស់ជាមុនសិនមុននឹងធ្វើការជ្រើសរើសទិញវត្ថុអ្វីមួយតើវាគឺជាចំណង់ឬក៏ជាភាពចាំបាច់តើវាស័ក្តិសមឲ្យអ្នកចំណាយទៅលើវាដែរឬទេការជ្រើសរើសនិងការសម្រេចចិត្តពិតជាមានសារៈសំខាន់ខ្លាំងណាស់មុននឹងធ្វើការសម្រេចចិត្តអ្វីមួយអ្នកត្រូវធ្វើការដាក់ពិន្ទុឲ្យជម្រើសនីមួយៗជាមុនសិនអ្នកត្រូវពិចារណាទាំងតម្លៃជាក់ស្ដែងនិងតម្លៃនៃពេលវេលាដែលអ្នកបានចំណាយហើយអ្នកត្រូវសួរខ្លួនឯងទៀតថាតើអ្នកចង់បានអ្វីតើអ្វីដែលសំខាន់បំផុតសម្រាប់អ្នកមិនគួរចំណាយពេលវេលាទៅធ្វើការងារណាដែលអ្នកអាចរកប្រាក់ចំណូលបានតិចជាងការងារដែលអ្នកកំពុងមាននោះទេមុននឹងធ្វើការសម្រេចចិត្តអ្នកត្រូវគិតពីលទ្ធផលអាក្រក់បំផុតដែលអាចនឹងកើតមានឡើងតើអត្រាដែលអាចកើតមាននៅហេតុការណ៍អាក្រក់ទាំងនោះមានប៉ុន្មានភាគរយតើអ្នកផ្ទាល់មានលទ្ធភាពរ៉ាប់រងនៅលទ្ធផលអាក្រក់ទាំងនោះដែរឬទេប្រសិនបើអ្នកមិនមានប្រភពចំណូលផ្សេងទៀតដែលមិនតម្រូវឲ្យអ្នកធ្វើការក៏អាចមានប្រាក់ចំណូលជារៀងរាល់ថ្ងៃបានដែរនោះប្រាក់ចំណូលដែលអ្នកទទួលបានវានឹងស្មើពេលវេលាដែលអ្នកធ្វើការគុណជាមួយនឹងប្រាក់កម្រៃដែលអ្នកទទួលបាននៅក្នុង1ម៉ោងនៅក្នុងស្ថានភាពបែបនេះមានវិធីពីរប្រភេទដែលអាចជួយបង្កើនប្រាក់ចំណូលបានទី1គឺការបង្កើនពេលវេលាធ្វើការហើយទី2គឺការបង្កើនប្រាក់កម្រៃក្នុង1ម៉ោងអ្នកនិពន្ធយល់ថាពេលវេលានិងកម្លាំងរបស់មនុស្សមានចំនួនកំណត់ហេតុនេះហើយគាត់មិនឯកភាពឲ្យអ្នកប្រើប្រាស់ពេលវេលាចុងសប្តាហ៍ទៅធ្វើការងារថែមម៉ោងនោះទេយកល្អអ្នកគួរតែប្រើពេលវេលាទាំងនោះដើម្បីបង្កើនសមត្ថភាពផ្ទាល់ខ្លួនដែលអ្នកអាចរកប្រាក់ចំណូលបានកាន់តែច្រើននាពេលអនាគតវិញវាល្អជាងអ្នកអាចធ្វើការអានសៀវភៅឬក៏ស្ដាប់សៀវភៅដែលមាននៅលើវីរិតដើម្បីក្រេបយកចំណេះដឹងបង្កើនសមត្ថភាពក្នុងការបំពេញការងាររបស់អ្នកប្រើប្រាស់បណ្ដាញព័ត៌មាននិងបណ្ដាញសង្គមក្នុងការតាមដានព័ត៌មានដែលមានប្រយោជន៍ស្វែងយល់ពីទីផ្សាររក្សានិងបង្កើតទំនាក់ទំនងជាមួយនឹងពិភពខាងក្រៅជាដើមចំពោះវិធីទី2គឺការបង្កើនប្រាក់កម្រៃក្នុង1ម៉ោងដើម្បីអាចបង្កើនប្រាក់កម្រៃនៅក្នុង1ម៉ោងបានលុះត្រាតែសមត្ថភាពដែលអាចបង្កើនប្រាក់ចំណូលរបស់អ្នកក៏មានការកើនឡើងដែរវាគឺជាសមត្ថភាពទាំងឡាយណាដែលអាចបំពេញតម្រូវការរបស់អ្នកដទៃឬក៏អាចធ្វើការដោះស្រាយបញ្ហាដែលអ្នកដទៃមានអ្នកអាចស្វែងរកប្រភពព័ត៌មានដើម្បីបង្កើតប្រាក់ចំណូលតាមរយៈពាក្យសម្ដីអវិជ្ជមានបានដូចជាការរិះគន់ពាក្យបណ្ដឹងការរអ៊ូរទាំឬការមិនពេញចិត្តជាដើមវាគឺជាឱកាសក្នុងការបង្កើនសមត្ថភាពកែប្រែនៅចំណុចខ្វះខាតកែលម្អផលិតផលឬក៏បង្កើនផលិតផលថ្មីសម្ដីអវិជ្ជមានដែលអាចកើតទៅជាឱកាសមានពីរប្រភេទគឺការរំពឹងទុកនិងភាពខ្វះខាតប្រសិនបើអ្នកអាចកែប្រែនៅចំណុចខ្វះខាតទាំងនេះបានវាធ្វើឲ្យខ្លួនអ្នកឬក៏ផលិតផលរបស់អ្នកមានភាពលេចធ្លោជាងដៃគូប្រកួតប្រជែងអ្នកមិនគួរប្រកួតប្រជែងជាមួយនឹងដៃគូដោយទម្លាក់តម្លៃរបស់ខ្លួនតែមួយមុខឡើយតម្លៃលុយបង្ហាញពីតម្លៃផលិតផលចំណុចសំខាន់ចុងក្រោយដែលអ្នកនិពន្ធចង់ឲ្យអ្នកទាំងអស់គ្នាបានដឹងគឺការកំណត់ទិសដៅនិងគោលដៅក្នុងដំណាក់កាលដំបូងវាគឺជាអ្នកកំណត់ថាកិច្ចការរបស់អ្នកដែលអ្នកនឹងធ្វើអាចនឹងទទួលបានភាពជោគជ័យឬក៏បរាជ័យអ្នកត្រូវរកចំណុចចាប់ផ្ដើមក្នុងការវិនិយោគវិភាគពីស្ថានភាពទាំងមូលនៅក្នុងដំណាក់កាលដំបូងរៀបចំផែនការទាំងមូលឲ្យរួចជាស្រេចមិនមែនជាការខិតខំប្រឹងប្រែងទាំងកម្លាំងកាយកម្លាំងចិត្តដើម្បីសម្រេចបាននូវគោលដៅដោយគ្មានផែនការច្បាស់លាស់នោះទេចូលចំណាយពេលវេលានិងថាមពលនៅក្នុងដំណាក់កាលដំបូងនេះឲ្យបានច្រើនមិនថាអ្នកសម្រេចកិច្ចការងារណាឡើយជំហានដំបូងដែលអ្នកត្រូវធ្វើគឺត្រូវគិតឲ្យបានត្រឹមត្រូវពោលគឺត្រូវផ្លាស់ប្ដូរការគិតរបស់អ្នកកុំគិតបែបងប់ក្រឡាត្រូវគិតថារឿងអ្វីក៏អាចកើតមានឡើងបានដែរត្រូវរំលឹកខ្លួនឯងពីបញ្ហាហានិភ័យត្រៀមខ្លួននៅធ្វើការប្រកួតប្រជែងទាំងនោះសូមអរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នាជួបគ្នានៅក្នុងសៀវភៅថ្មីមួយក្បាលផ្សេងទៀតនៅក្នុងសប្តាហ៍ក្រោយនៅក្នុងពេលនេះពីអ្នកខ្ញុំ Clara សូមអរគុណសូមជម្រាបលា